តើបងប្អូនធ្លាប់ទៅចូលរួមកម្មវិធីការឬក៏កម្មវិធីជប់លៀងដែលមានសម្បូរទៅដោយចំណីអាហារជាច្រើនគ្រប់ប្រភេទដែលមើលទៅគឺគួរឲ្យទាក់ទាញចាប់អារម្មណ៍ចង់ញ៉ាំមែនទែនហើយយើងប្រកាសជាស្ដាយហើយថាបើសិនជាយើងមិនញ៉ាំនៅថ្ងៃនោះទេយើងប្រកាសជាស្ដាយក្រោយពីព្រោះថានៅថ្ងៃស្អែកនឹងមិនមានម្ហូបចំណីអាហារដែលឆ្ងាញ់ដូចចឹងទៀតទេបងប្អូនជួយចិត្តចូលរួមកម្មវិធីនិងទទួលទានអាហារឆ្ងាញ់ប៉ុន្តែតើបងប្អូនមានដឹងទេថាច្រើនឆ្នាំមុនមានយុវជនម្នាក់ដែលត្រូវបានគេចាប់បង្ខំឲ្យទៅញ៉ាំអាហារនៅតុរបស់ស្ដេចដែលពោរពេញទៅដោយសាច់ហើយនិងស្រាដែលល្អបំផុតនៅក្នុងអាណាចក្រដ៏មានអំណាចមួយប៉ុន្តែអ្វីដែលអស្ចារ្យជាងនេះទៅទៀតការបដិសេធរបស់គាត់មិនបានធ្វើឲ្យគាត់ចុះខ្សោយនោះទេផ្ទុយទៅវិញវាបានធ្វើឲ្យគាត់មានប្រាជ្ញាឈ្លាសវៃខ្លាំងក្លាហើយនឹងមានសុខភាពល្អជាជាងអ្នកដែលនៅក្នុងវាំងនោះទៅទៀតថ្ងៃនេះយើងនឹងមកសិក្សាអំពីការសាកល្បងរយៈពេល10ថ្ងៃដែលវាគឺជារឿងពិតដែលបានកើតឡើងនៅក្នុងព្រះគម្ពីរដែលអាចនឹងផ្លាស់ប្ដូរគំនិតបងប្អូនពីការញ៉ាំអាហារនៅក្នុងចាននៅថ្ងៃនេះគឺជារឿងលោកដានីយ៉ែលជាមួយនឹងមិត្តភ័ក្តិ3នាក់របស់គាត់ដែលត្រូវបានគេចាប់យកធ្វើជាឆ្លើយនៅទីក្រុងបាប៊ីឡូនដ៏មានអំណាចមួយស្ដេចនេបូខនេសាចង់បណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាទីប្រឹក្សាដ៏ខ្ពស់របស់ទ្រង់ដើម្បីធ្វើដូច្នេះស្ដេចបានផ្ដល់សិទ្ធិដ៏ពិសេសមួយគឺការអនុញ្ញាតឲ្យពួកគេទៅបរិភោគអាហារនិងស្រាដ៏មានតម្លៃពីតុស្ដេចផ្ទាល់សម្រាប់មនុស្សទូទៅនៅពេលឮដូច្នោះប្រហែលជាវាជាសុបិនហើយបានអាហារញ៉ាំរាល់ថ្ងៃប៉ុន្តែសម្រាប់ដានីយ៉ែលនិងមិត្តភ័ក្តិរបស់គាត់គឺកំពុងតែជួបវិបត្តិយ៉ាងធំក្នុងនាមជាអ្នកស្រឡាញ់ហើយនឹងកោតខ្លាចព្រះពិតពួកគេដឹងថាអាហារទាំងនោះនឹងធ្វើឲ្យរាងកាយរបស់ពួកគេសៅហ្មងព្រោះអាហារទាំងនោះភាគច្រើនសុទ្ធតែជាសាច់មិនស្អាតដែលវាគឺជាសាច់ដែលព្រះបានហាមឃាត់វាជាសាច់ដែលគេតែងតែថ្វាយទៅរូបព្រះជាច្រើននិងជាអាហារដែលធ្វើឲ្យខួរក្បាលនិងស្មារតីចុះខ្សោយដូច្នេះដានីយ៉ែលបានធ្វើរឿងមួយដ៏ក្លាហានបំផុតគាត់បានទៅជួបមន្ត្រីដែលមើលការខុសត្រូវហើយសុំការសាកល្បងពួកគេក្នុងរយៈពេលតែ10ថ្ងៃប៉ុណ្ណោះដែលឲ្យពួកគេញ៉ាំតែបន្លែនិងផ្លែឈើហើយនិងទឹកបរិសុទ្ធប៉ុណ្ណោះមន្ត្រីនោះគឺមានការភ័យខ្លាចមែនទែនពីព្រោះមន្ត្រីមើលការគិតថាបើសិនជាពួកគេមិនបរិភោគសាច់គឺពួកគេអាចនឹងមានភាពស្លេកស្លាំងហើយនឹងត្រូវមាត់ស្ដេចទៀតតើមានរឿងអ្វីកើតឡើងបន្ទាប់ពី10ថ្ងៃគឺស្ដេចបានត្រួតពិនិត្យមើលពួកគេហើយនឹងលោកដានីយ៉ែលនិងមិត្តភ័ក្តិរបស់គាត់ដែលបរិភោគតែបន្លែហើយនឹងទឹកធម្មតាប៉ុន្តែស្ដេចមានការភ្ញាក់ផ្អើលមែនទែនរឿងដែលមិនគួរឲ្យជឿគឺលោកដានីយ៉ែលនិងមិត្តភ័ក្តិរបស់គាត់គឺមិនមានរូបកាយស្លេកស្លាំងផ្ទុយទៅវិញពួកគេគឺមានរូបរាងស្រស់សង្ហាប៉ុន្តែនៅពេលស្ដេចក៏លេចទៅមើលអ្នកផ្សេងទៀតដែលបានបរិភោគចំណីអាហារចេញពីតុស្ដេចគឺពួកគេមានរាងកាយស្លេកស្លាំងព្រះទ្រង់បានប្រទានប្រាជ្ញានិងយោបល់ដល់ពួកគេគឺវិសេសជាជាងគ្រូមន្តអាគមនិងគ្រូទាយទាំងអស់រហូតដល់ទៅ10ដងឯណោះហេតុអ្វីបានជាលទ្ធផលទៅជាយ៉ាងនេះនៅក្នុងព្រះគម្ពីរលោកុបាទចំពោះ1ខ29ទ្រង់បានប្រទានបញ្ជីមុខម្ហូបដំបូងគេបង្អស់រូបកាយរបស់យើងគឺជាព្រះវិហារដ៏បរិសុទ្ធរបស់ព្រះដែលទ្រង់បានបង្កើតមកយ៉ាងផ្ចិតផ្ចង់បំផុតនៅពេលដែលយើងបញ្ចូលសាច់ដែលមានជាតិខ្លាញ់អាហារកែច្នៃឬក៏ជាតិពុលផ្សេងនោះមានន័យថាយើងកំពុងតែបំផ្លាញធ្វើឲ្យព្រះវិហាររបស់ព្រះខូចប៉ុន្តែនៅពេលដែលយើងជ្រើសរើសអាហារសាមញ្ញស្អាតដែលបានពីធម្មជាតិដែលដុះចេញពីដីដោយពន្លឺថ្ងៃនោះចិត្តគំនិតរបស់យើងនឹងភ្លឺស្វាងរាងកាយក៏មានថាមពលនិងមានកម្លាំងមមួនការរស់នៅក្នុងសង្គមសពថ្ងៃការហូបចុកឲ្យមានសុខភាពល្អគឺពិតជាមានការប្រឈមយ៉ាងខ្លាំងអាហារដែលមាននៅជុំវិញខ្លួនយើងគឺសម្បូរទៅដោយអាហារសម្បូរខ្លាញ់ស្ករចម្រាញ់ហើយនឹងសាច់ប៉ុន្តែបើនិយាយសម្រាប់ប្រទេសខ្មែរយើងគឺព្រះបានប្រទានចំណីអាហារយ៉ាងច្រើនដែលមកពីធម្មជាតិគឺយើងមានបន្លែស្រស់ផ្លែឈើតាមរដូវនិងធម្មជាតិជាច្រើនទៀតដែលមាននៅតាមផ្សារថ្ងៃនេះខ្ញុំចង់បបួលពុកម៉ែបងប្អូនទាំងអស់គ្នាសាកធ្វើការសាកល្បងញ៉ាំតែបន្លែផ្លែឈើហើយនឹងទឹកគឺមិនទទួលទានសាច់តើបងប្អូនអាចធ្វើការសាកល្បងនេះដូចជាលោកដានីយ៉ែលបានទេ